បាទថ្ងៃនេះដែរខ្ញុំសូមណែនាំម្ហូបចិនមួយមុខទៀតគឺស៊ុបស្ពៃជូរស៊ុបត្រីបងប្អូនអញ្ចឹងយើងទិញមកនេះគឺបងប្អូនអត់ចាំបាច់ថតទៅផ្សំគ្រឿងឬក៏ទៅទិញអីច្រើនទេហើយតម្លៃក៏គួរសមដែរអញ្ចឹងអ្វីដែលយើងត្រូវការជាងគេគឺត្រីក្នុងខ្សែតហ្នឹងគឺអត់មានសាច់ត្រីទេបងប្អូនហើយសម្រាប់ត្រីយើងអាចយកត្រីទូកក៏បានឬក៏ត្រីតុកែឬក៏ត្រីសមុទ្រត្រីក្រហមអីក៏បានដែរបងប្អូនឲ្យត្រីយើងអាចធ្វើបានអញ្ចឹងស៊ុបនេះជនជាតិចិនគាត់ចូលចិត្តហូបហើយវាជួយសុខភាពហើយនឹងវាអត់មានជាតិខ្លាញ់ហើយនឹងធ្វើឲ្យយើងឡើងគីឡូអីទេអញ្ចឹងបងប្អូនគាត់ទៅមើលវីដេអូរបស់ខ្ញុំទៅបងប្អូនឃើញហើយថាការធ្វើគឺវាងាយស្រួលគាត់យើងប្រឡាក់ត្រីហ្នឹងហើយយើងដាំទឹកមកបាទយើងដាំទឹកហើយយើងឆាជាមួយនឹងគ្រឿងខ្មែររបស់យើងទួចដូចជាទឹកខ្ទឹមខ្ទឹមសហើយជាបានយើងដាក់ឈក់នឹងចូលឈក់ស្ពៃហ្នឹងពេលយើងដាក់ចូលហើយយើងឆាវាបន្តិចឲ្យវាយ៉ាងឡើងជាតិឈ្ងុយហើយបានយើងចាក់គ្រឿងផ្សំរបស់វាចូលនេះបាទគ្រឿងផ្សំនេះគឺមានរសជាតិឆ្ងាញ់ហើយដុតគឺនិយាយទៅពិបាកនឹងប្រាប់បងប្អូនថារសជាតិយ៉ាងម៉េចបងប្អូនសាកហូបអាហ្នឹងបានដឹងហើយយើងចាក់ទឹកសយើងចូលមកបងប្អូនបើសិនតែចង់ឆ្ងាញ់យើងអាចយកឆ្អឹងត្រីយើងបញ្ឆាវាឲ្យវាចេញជាតិបន្ថែមទៀតហើយcònយើងចាក់ចូលទៅឆ្ងាញ់ទៀតបាទហើយងាយស្រួលមែនតើគ្រាន់តែប៉ុណ្្នឹងយើងបានហូបហើយបងប្អូនអញ្ចឹងបងប្អូនចង់ធ្វើឬក៏ចង់ទិញគ្រឿងនឹងពីខ្ញុំបានហើយសូមធានាថារសជាតិគឺឆ្ងាញ់បើត្រីតុកកែនេះថាអែម